សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរអានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាសំខាន់ខ្លាំងមែនទេទើបអ្នកជំនាញណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំខ្លាញ់ត្រីសមុទ្រមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំការបរិភោគបន្លែផ្លែឈើស្រស់ៗពិតជាល្អសម្រាប់សុខភាពរបស់អ្នកម្ដាយក្នុងពេលមានផ្ទៃពោះក៏ប៉ុន្តែការផ្ដោតទៅលើអាហារទាំងនេះតែមួយមុខទារកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេវាចាំបាច់ក្នុងការទទួលទានអាហារបំប៉នបន្ថែមទៀតដូចជាខ្លាញ់ត្រីដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ទ្រទ្រង់រាងកាយខ្លាញ់ត្រីដែលគេចម្រាញ់ចេញពីត្រីសមុទ្រដូចជាត្រីធូណា ត្រីសាម៉ុន ត្រីសាឌីនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយមនុស្សមិនអាចបង្កើតបានដោយខ្លួនឯងរួមមានអាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា 3 អាស៊ីត EPA និង DHA ទាំងនេះគឺជាអាស៊ីតខ្លាញ់ចាំបាច់សម្រាប់អ្នកម្ដាយជាពិសេសខ្លាញ់អូមេហ្គា 3 គួរតែទទួលបានគ្រប់គ្រាន់តើការទទួលទានខ្លាញ់ត្រីអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះចំណុចទី1សម្រាប់ស្ត្រីមានផ្ទៃពោះនៅពេលមានផ្ទៃពោះ7សប្តាហ៍ខ្លាញ់ត្រីគួរតែត្រូវបានប្រើ2ដងក្នុងមួយសប្តាហ៍និងបញ្ឈប់ប្រើនៅសប្តាហ៍ទី24ទៅ28នៃការមានផ្ទៃពោះការទទួលទានខ្លាញ់ត្រីជាប្រចាំអាចជួយជំរុញដល់ការលូតលាស់ទារកជួយបំប៉នប្រព័ន្ធសរសៃប្រសាទចក្ខុវិស័យនិងឡើងទម្ងន់បានល្អលើសពីនេះវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំកាត់បន្ថយការឈឺចាប់ឆ្អឹងនិងការរលាករបស់អ្នកម្ដាយផងដែរបរិមាណខ្លាញ់អូមេហ្គា 3 ដែលស្ត្រីមានផ្ទៃពោះគួរទទួលបានគ្រប់គ្រាន់គឺ 0.3 ក្រាមក្នុងមួយថ្ងៃចំណុចទី2គ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមសម្រាប់អ្នកដែលមានកម្រិតទ្រីគ្លីសេរីតខ្ពស់នៅក្នុងឈាមគួរទទួលទានខ្លាញ់ត្រីក្នុងបរិមាណពី2ទៅ4ក្រាមក្នុងមួយថ្ងៃចំណុចទី3កាត់បន្ថយហានិភ័យនៃជំងឺបេះដូងដើម្បីកាត់បន្ថយហានិភ័យជំងឺបេះដូងធ្ងន់ធ្ងរគួរទទួលទានខ្លាញ់ត្រី1ក្រាមក្នុងមួយថ្ងៃចំណុចទី4បំបត្តិការរលាកខ្លាញ់ត្រីមានតួនាទីសំខាន់ក្នុងការបំបត្តិការឈឺចាប់ឬរលាកសន្លាក់រ៉ាំរ៉ៃបាន